គ្រប់មេស៊ូបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីយ៉ាងយូរតិចបងប្អូនពាក់ព័ន្ធជាមួយនឹងវីដេអូខ្ញុំខានចេញចូលមួយខែជាងហើយចឹងបងប្អូនអាចតាមដានវីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងបងប្អូនស្ត្រីដែលមានផ្ទៃពោះបាទពោះបងប្អូនត្រូវការជាតិដែកនឹងទ្វេដងចឹងបងប្អូនអាចញ៉ាំអាហារដែលសម្បូរទៅដល់ជាតិដែកណាចឹងអាហារដែលសម្បូរទៅដោយជាតិដែកមានច្រើនអញ្ចឹងក្នុងវីដេអូនេះខ្ញុំលើកតែ5ទេ5យ៉ាងហើយបងប្អូនដឹងហើយថាពេលដែលពោះស្ត្រីដែលមានផ្ទៃពោះត្រូវការជាតិដែកដើម្បីផលិតនៅអេម៉ូក្លូប៊ីនដែលវាមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកោសិកានានានៃរាងកាយណាគឺពិសេសគឺខួរក្បាលកាលណាដែលយើងខ្វះនៅជាតិដែកនាំឲ្យខ្វះនៅគ្រាប់ឈាមក្រហមធ្វើឲ្យរាងកាយយើងនឹងស្លេកស្លាំងបាទចុះខ្សោយប៉ះពាល់ទៅដល់ការលូតលាស់នៃទារកនៅក្នុងផ្ទៃផងដែរហើយក្រៅពីថ្នាំនៅជាតិដែកគឺអាហារមួយចំនួនបាទអញ្ចឹងខ្ញុំលើក5យ៉ាងដែលសម្បូរទៅដោយជាតិដែកបងប្អូនស្រីយើងគួរតែញ៉ាំណាបាទបើមានផ្ទៃពោះណាបាទអញ្ចឹងទី1គឺសាច់ក្រហមបាទសាច់ក្រហមគឺឬក៏សាច់គ្មានខ្លាញ់ក្រៅពីសម្បូរទៅប្រូតេអ៊ីនក៏វាសម្បូរទៅដោយជាតិដែកតែមួយម៉ាក់មិនត្រូវញ៉ាំសាច់សុទ្ធទេព្រោះវាអាចលើសនៅប្រូតេអ៊ីនណាយកល្អគឺអាចញ៉ាំជាមួយនឹងបន្លែបាទហើយទី2គឺថ្លើមពាក់ព័ន្ធជាមួយថ្លើមគឺថ្លើមគ្រប់ប្រភេទណាបងប្អូនមានថ្លើមជ្រូកថ្លើមមាន់ថ្លើមគោហើយថ្លើមទាំងអស់នេះគឺសុទ្ធតែជាប្រភពដ៏សំខាន់នៃជាតិដែកដូច្នេះមួយម៉ាក់ត្រូវបញ្ចូលថ្លើមសត្វក្នុងរបបអាហារដែរបាទឲ្យបានច្រើនមួយទៀតគឺបង្គាក្រៅពីសម្បូរដោយស័ង្កសីបាទបង្គាក៏វាមានជាតិដែកច្រើនដែរញ៉ាំបង្គាអាចជួយបំពេញនៅរាងកាយដែលអាចខ្វះនៅជាតិដែកណាបងប្អូនហើយមួយទៀតគឺបន្លែបៃតងពាក់ព័ន្ធជាមួយនឹងបន្លែបៃតងមានដូចជាបាទតកួនបាទតកួនក៏សម្បូរទៅដោយជាតិដែកដែរបងប្អូនដឹងហើយថាតកួនសម្បូរទៅដោយជាតិដែកវាមានផ្ទុកនៅជាតិដែកវីតាមីន C និងកាកសរសៃណាអញ្ចឹងយើងញ៉ាំល្អចំពោះសុខភាពណាបងប្អូនបាទតកួនពិសេសគឺស្រីៗដែលមានផ្ទៃពោះនឹងតែម្ដងបាទហើយត្រូវការជាពួកវីតាមីននិងជាតិដែកចាំបាច់ដែរបាទហើយមួយទៀតគឺគ្រាប់ធញ្ញជាតិពាក់ព័ន្ធមួយគ្រាប់ធញ្ញជាតិគឺគ្រប់ប្រភេទមានដូចជាសណ្ដែកបាទសណ្ដែកគ្រប់មុខគ្រាប់ស្វាយចន្ទីគ្រាប់អាល់ម៉ុនគ្រាប់ល្ពៅមានបរិមាណជាតិដែកនឹងច្រើនដល់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញពីបងប្អូនស្ត្រីដែលត្រូវការជាតិដែកទ្វេដងអាហារដែលយើងគួរតែញ៉ាំនៅពេលអំឡុងមានផ្ទៃពោះណាដើម្បីឲ្យជាតិដែកយើងនឹងល្អអញ្ចឹងដើម្បីឲ្យវាផលិតគ្រាប់ឈាមនឹងបានគ្រប់គ្រាន់ដើម្បីកុំឲ្យស្លេកស្លាំងណាអញ្ចឹងបើខ្វះនៅជាតិដែកគឺស្ត្រីយើងដែលមានផ្ទៃពោះនោះវាទឹកស្លេកស្លាំងណាបាទអញ្ចឹងបងប្អូនអាចញ៉ាំជាតិដែកហើយថ្នាំជាតិដែកហើយចឹងបងប្អូនអាចញ៉ាំអាហារដែលខ្ញុំបង្ហាញនេះណាដើម្បីវាជួយទ្វេដងដើម្បីជាតិដែកទៅបានល្អអញ្ចឹងដើម្បីផលិតនៅគ្រាប់ឈាមក្រហមឲ្យកុំឲ្យស្លេកស្លាំងនៅរាងកាយរបស់យើងណាអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេខ្វះខាតអ្វីៗបងប្អូនអាចខមមិននៅក្នុងវីដេអូនេះបានបាទគឺអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត